ថ្នាក់ដឹកនាំសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ឥណ្ឌាបានបង្ហាញអំពីភាពជាក់លាក់របស់ខ្លួនដែលអាចនាំមកប្រទេសជប៉ុននិងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី4របស់ពិភពលោកនៅក្នុងពេលឆាប់ៗខាងមុខនេះបើយោងតាមសេចក្តីរាយការណ៍ពី DW ផ្អែកលើការពិនិត្យចរន្តសេដ្ឋកិច្ចចុងឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌាកាលពីពេលថ្មីៗនេះបានឲ្យដឹងថាផលិតផលក្នុងស្រុកសរុប GDP របស់ឥណ្ឌាបានឈានដល់ប្រមាណ 4.18 trillion ដុល្លារនៅក្នុងឆ្នាំនេះហើយត្រូវបានព្យាករណ៍ថាអាចនឹងឈានដល់ 7.8 trillion ដុល្លារនៅក្នុងឆ្នាំ 2030 តាមរយៈនិន្នាការនិងចរន្តសេដ្ឋកិច្ចនាពេលបច្ចុប្បន្នឥណ្ឌាទំនងជាស្ថិតនៅក្រោយតែសហរដ្ឋអាមេរិកនិងចិនប៉ុណ្ណោះហើយអាចនឹងនាំមុខអាល្លឺម៉ង់ក្នុងការក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី3របស់ពិភពលោកក្នុងរយៈពេល3ឆ្នាំខាងមុខខណៈដែលមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF បានលើកឡើងថាឥណ្ឌាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី5របស់ពិភពលោកនៅឆ្នាំ2022ហើយអាចដណ្ដើមតំណែងលេខ4ពីជប៉ុននៅឆ្នាំក្រោយនេះទន្ទឹមនេះ GDP ពិតប្រាកដរបស់ឥណ្ឌាបានកើនឡើង 8.2% នៅក្នុងត្រីមាសទី2កើនឡើងពី 7.8% ក្នុងត្រីមាសទី1មិនត្រឹមតែប៉ុណ្ណោះកំណើនសេដ្ឋកិច្ចក៏ត្រូវបានជំរុញដោយការនាំចេញផងដែរជាពិសេសការនាំចេញទំនិញបានកើនឡើងដល់ 38.13 ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកាកើនឡើងពី 36.43 ពាន់លានដុល្លារក្នុងខែមករាកំណើនសេដ្ឋកិច្ចឥណ្ឌាក៏ត្រូវបានជំរុញដោយតម្រូវការនៅក្នុងស្រុកជាចម្បងដោយសារតែកំណើននៃការប្រើប្រាស់ឯកជនកើនឡើងខ្លាំងបើទោះបីជាពាណិជ្ជកម្មពិភពលោកមានភាពតានតឹងនិងគោលនយោបាយមិនច្បាស់លាស់ក៏ដោយទោះបីជាយ៉ាងនេះក្តីបើគិតពីលក្ខខណ្ឌនៃប្រាក់ចំណូលឥណ្ឌានៅមានគម្លាតធំបើប្រៀបធៀបជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនយោងតាមទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោកបានឲ្យដឹងថា GDP សម្រាប់មនុស្សម្នាក់របស់ឥណ្ឌាមានចំនួន $2,694 ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ2024ពលគឺទាបជាង12ដងឬក៏ទាបជាងចំនួន $32,487 ដុល្លារដែលជា GDP របស់ជប៉ុននិងទាបជាង20ដងឬក៏តម្លៃ $56,103 ដុល្លារដែលជា GDP របស់អាល្លឺម៉ង់យ៉ាងណាក្តីអ្វីត្បិតតែឥណ្ឌាមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកក៏ប៉ុន្តែតួលេខរបស់រដ្ឋាភិបាលបង្ហាញថាជាង 1/4 នៃប្រជាជនសរុប 1.4 ពាន់លាននាក់មានអាយុចន្លោះពី10ទៅ26ឆ្នាំលើពីនេះការបង្កើតការងារដែលមានប្រាក់ខែគ្រប់គ្រាន់សម្រាប់និស្សិតបញ្ចប់ការសិក្សារាប់លាននាក់គឺជាឧបសគ្គនាពេលអនាគតក្នុងនាមជាប្រទេសមួយដែលសម្បូរធនធានក្មេងៗឥណ្ឌាអាចបង្កើននូវសមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើតការងារប្រកបដោយគុណភាពនិងផលិតភាពដែលជំរុញទៅដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបញ្ហាមួយទៀតគឺប្រាក់រូពីបានធ្លាក់ដល់កម្រិតទាបបំផុតប្រហែលជា 5% ធៀបទៅនឹងប្រាក់ដុល្លារចំពេលដែលមានសម្ពាធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុង Washington និងការដាក់ពន្ធខ្ពស់លើទំនិញឥណ្ឌានាំចូលទឹកដីអាមេរិក